bộ bong từ bọ tây mê đầm bò nó còn liệt hà dương tơ bên này cứ chỉ phê đây mà bọ tây đôi từ mong ôi mang khơi bị từ bong chẳng bụi giờ hè đi dương trên đầm ná tới chỉ crom tâm đón tới tam mê đầm bò này còn cất tha nơi tí nấu cứ sầm bồ tới đói tây thom chiết hỏi chỉ mua đường tây thôm khang men tê là lấy dương cặp mua thua đầm ná từ cho con hay bong ôi nọ kia dương trên bị tê tới bay nè hỏi dương chụp tới tia con chẳng bong ôi nọ kia lấy dương tọt tia con đấy của chụp do con tâm đón ôi nọ kia lấy con cặp mua trên màu ấy đôi chỉ cá khơi chẹt đài chẳng con miền cá chư chơi bàn tay con chỉ nẹt đi xa chẳng nè tận đáy của mình on này bọn ngay từ vùng cái mê đầm món rồi chưa chơi bàn tay mê đầm món còn bọn này nữa bây giờ nghe chào mời ở kia tha dương từ nữa bàn ăn đi mê con mê đầm món đi mê này cái ơi to cái lái cáiต่อไปយើងយកគាត់ហើយយើងក៏ធ្វើដំណើរឆ្ពោះទៅតាមផ្លូវទំនប់បងប្អូនអរគ្នាគឺយើងមកធ្វើដំណើរតាមផ្លូវទំនប់ទឹកស្អាតណាហើយបន្ទាប់ពីយើងធ្វើដំណើរហើយយើងឆ្ពោះទៅតាមទំនប់ហ្នឹងអមទៅកន្លែងដែលយើងឆ្ពោះទៅខាងបបក់ហ្នឹងគឺនៅខាងស្នោដែលគាត់បានប្រាប់ថានៅខាងចិត្តវត្តស្នោអញ្ចឹងណាហួរវត្តស្នោទៅមិនតិចហើយសម្រាប់ទេសភាពសម្រាប់ទឹកសម្រាប់បរិយាកាសគឺស្រស់ស្អាតខ្លាំងមែនតើវាស្រែមួយដៃកតុយភ្នែកហើយជាមួយនឹងទឹកជាមួយនឹងគោក្របីដែលគេធ្វើការចិញ្ចឹមជាច្រើនអញ្ចឹងបងប្អូនអរគ្នាអាចមើលតាមផ្លូវដែលខ្ញុំធ្វើដំណើរទាំងអស់គ្នាបានណាសម្រាប់ទេសភាពគឺស្អាតខ្ញុំគិតថានៅនេះខ្ញុំស្រស់ស្រាយខ្លាំងមែនតើដោយសារតែយើងបានជិះមកឃើញវាស្រែថ្ងៃតិចឥឡូវយើងមកដល់ទីតាំងហើយគឺទីតាំងបងប្អូនអរគ្នាអាចមើលបានគឺវាសឡំសន្លេវខ្លាំងមែនតើគឺពួកយើងមកដល់កន្លែងទីតាំងរបស់ឥឡូវគាត់កំពុងធ្វើការរៀបចំហើយគាត់ថាសទូចនឹងយកមកតែមួយបានហើយបោះតែមួយម្នាក់បានហើយដោយសារតែសទូចមានតែមួយអញ្ចឹងណាពេលណាគេទឹកដៃខ្លាំងក៏ចាប់ផ្ដើមបបក់មុនគេទៅហើយអ្នកខ្លះក៏អង្គុយឈៀនលេងតិចមួយគ្នាមើលទេសភាពមើលដើមឈូកមើលបរិយាកាសអញ្ចឹងឥឡូវគាត់កំពុងទៅបោះឲ្យបងប្អូនខ្ញុំបោះមុនតែគាត់បោះហ្នឹងខ្ញុំបោះហ្នឹងចិត្តកន្លះម៉ោងហើយគឺអត់បានសោះតវ៉ាក់ដែរប៉ុន្តែអត់ជាប់ដោយសារតែយើងបត់ពិសោធន៍នៅខ្ចីនៅស្ទើអញ្ចឹងបងប្អូនគ្នាឥឡូវគាត់កំពុងទៅបោះឲ្យគាត់បានដែរដោយសារតែវារៀងល្ងាចហើយត្រីក៏រៀងស្ងាត់ដែរតវ៉ាក់ប៉ុន្តែវាអត់ស៊ីបងប្អូនគ្នាមានអ្នកណាគេដឹងចំណុចអីឬក៏មានបច្ចេកទេសជួយប្រាប់តាមខមមិនផងឥឡូវយើងកំពុងតែធ្វើការរៀបរាប់ថាគ្មានបានអីទេបងប្អូនគ្នាគ្មានបានត្រីគ្មានបានអីទេមកបែកតែញើសអត់ប្រយោជន៍ប៉ុន្តែយើងទទួលបាននៅបរិយាកាសទទួលបាននៅរសជាតិជាមួយនឹងធម្មជាតិថ្មីអញ្ចឹងណាឥឡូវថ្ងៃចិត្តលិចយើងក៏ធ្វើដំណើរចេញទៅតាមផ្លូវក៏ឃើញថ្ងៃចិត្តលិចហ្នឹងគឺស្រស់ស្អាតខ្លាំងមែនតើពណ៌នឹងក្រហមខៀវពណ៌នឹងក្រហមហើយខៀវជាមួយនឹងធម្មជាតិហើយពណ៌លឿងថ្ងៃលិចមកគឺស្រស់ស្អាតខ្លាំងមែនតើបរិយាកាសមួយនេះសូមផ្ញើទៅដល់បងប្អូនអរគ្នាដែលកំពុងតែមើលផងណាគឺបងប្អូនអរគ្នានៅខាងនោះប្រកាសជាដឹងហើយប្រកាសជាស្គាល់ណាគឺយើងខាងវត្តស្នោនៅខាងស្រុកបារាយខេត្តកំពង់ធំអរគុណបងប្អូនអរគ្នាសម្រាប់ការតាមដានវីដេអូហើយបើតាមដានហើយជួយ share ជួយ like ផងណាដើម្បីទទួលបាននូវវីដេអូថ្មីពីខ្ញុំបាទផងអរគុណច្រើនបាយបាយ